Hello ស្រាប់ទាំងអស់គ្នាអូខេឥឡូវនេះខ្ញុំនឹងបន្តបង្រៀនអ្នកទាំងអស់គ្នាអំពីអ្វីហៅ Java អូខេមុននឹងយើងចាប់ផ្ដើមចូលទៅកាន់មេរៀនថ្មីទៀតទៅនឹង Java ខ្ញុំសូមធ្វើការណែនាំអ្វីដែលជា Java ហើយមុននឹងចាប់ផ្ដើមមេរៀនថ្មីនោះគឺយើងត្រូវតែដឹងថាអ្វីដែលត្រូវ install អូខេអ្វីដែល Java គឺជា open source ហើយអ្វីជា open source ពីព្រោះថាវាគឺជាលក្ខណៈ free ជាអាចប្រើបានដោយមិនគិតថ្លៃ object oriented មានន័យថា Java គឺយើងប្រើ object oriented គឺវាស្តៀងទៅនឹង C++ គឺប្រើ class method static អីហ្នឹង polymorphism inheritance អីហ្នឹង in platform independent គឺបានប្រើបានន័យថា Java គឺយើងប្រើនៅគ្រប់ device ទាំងអស់ហេតុអ្វីពីព្រោះថា compiler នឹងធ្វើការបកប្រែ source code របស់យើងចូលទៅក្នុង bytecode ទៅជា bytecode មានខ្លះហើយ bytecode មានដកខ្លះដកចាបន្តមកទៀតវានឹងផាស bytecode នេះទៅកាន់ JVM អ្វីនេះ JVM មានថា Java Virtual Machine ហើយ Java Virtual Machine នេះនឹងធ្វើការផ្ទាល់ជាមួយនឹង machine code អញ្ចឹង Java មិនត្រូវការធ្វើការផ្ទាល់ Java សូកូដរបស់យើងហ្នឹងគឺមិនត្រូវការធ្វើការផ្ទាល់ជាមួយនឹង machine code ទេអញ្ចឹងគឺមាន JVM មួយសម្រាប់បកប្រែឲ្យហើយអូខេអញ្ចឹងនៅពេលដែល machine ណាក៏ដោយដែលធ្វើការ install JVM អញ្ចឹង Java រ៉ាំបានផង simple អូខេ Java គឺស្រួលរៀនទេសារភាព high performance គឺមានល្បឿនលឿន VORA write one run anywhere មានន័យថាយើងសរសេរតែ application មួយទៀតយើងអាចធ្វើការ run គ្រប់ទីកន្លែង JDK គឺមានន័យថា Java Development Kit អូខេមុននឹងយើងចាប់ផ្ដើមធ្វើការរៀនមេរៀនថ្មីយើងត្រូវធ្វើការ install ជាមួយពីប្រភេទទី1 JDK ចូលទៅ oracle.com ឬក៏យើងចូល Google វាយសេថា JDK វាបង្ហាញយើងហើយចុច link មកតោះធ្វើការ download តម្រូវតាមកុំព្យូទ័ររបស់យើងអូខេបន្តមកទៀតយើង download netbeans go to netbeans.org ហើយយើងធ្វើការ install ដើម្បីចាំបានយើងចង់ install 95 MB ក៏បានយើងចង់ install នេះក៏បានដែរអូខេបន្តមកទៀតយើងចូលទៅកាន់កុំព្យូទ័ររបស់យើងចូល property យក advanced system ចុចយក environment variable យក paste edit ហើយបន្ថែមទៅនឹង directory នេះ C program file java jdk bin យើង go to យើងទៅកាន់ drive C របស់យើង drive C program file ពីព្រោះខ្ញុំ install ក្នុង Windows 64អញ្ចឹងវានៅក្នុង program file បើយើង install 32វានៅក្នុង32អូខេអត់ខ្ញុំយក64ពួកខ្ញុំ install 64យើងចូលទៅកាន់ java jdk bin អូខេអត់អញ្ចឹង copy paste នេះមកឬក៏ link ឬក៏បន្ទាត់លើនេះគឺថា directory វាហ្នឹងតោះមកយើង paste ចូលទៅក្នុង environment ហ្នឹងអូខេ new ហើយ paste មកខ្ញុំហាត់បងខ្ញុំមានរួចរាល់ហើយមិនបាច់ទៅធ្វើទៀតទេអូខេបន្ទាប់មកឲ្យធ្វើការ install រួចហើយនឹងឲ្យចូល document prompt cmd អូខេអូនមកខ្ញុំវាយថា java version អូខេ java version ជាប់គ្នា version អញ្ចឹងមានន័យថាយើងធ្វើការ install បានជោគជ័យហើយ java version អូខេអញ្ចឹងមេរៀនក្រោយខ្ញុំនឹងបង្ហាញដល់នេះអំពីការសរសេរកូដក្នុង Java ម្ដងចុះអរគុណបាយបាយ